តោះសួស្តីដល់គ្នាដល់ថ្ងៃហ្នឹងយើងមកបន្តភាគ2នៃរឿងនិនចាទៀតតោះកុំឲ្យខាតពេលយូរយើងទៅតាមដានទស្សនាទាំងអស់គ្នាអញ្ចឹងតពីសាច់រឿងភាគ1មកគឺគ្រួសាររបស់ Logan គឺត្រូវបានពួកនិនចាហ្នឹងសម្លាប់រង្គាលតែម្ដងតែ Logan គឺគាត់បានរួចជីវិតអំពីការសម្លាប់យ៉ាងរង្គាលនោះហើយបន្ទាប់ពីគាត់ត្រូវបានគ្រូពេទ្យព្យាបាលរួចមកយើងមានឃើញថាភ្នាក់ងារ FBI ចំនួន2នាក់គឺបានមកសួរនាំទៅកាន់ Logan នឹងឯងដោយម្នាក់គឺគាត់មានឈ្មោះថា Mike និងម្នាក់ទៀតគឺគាត់មានឈ្មោះថា Emma ដែលពួកគេគឺមានជំនាញបកកែរៀងៗខ្លួនដោយអាពាក្យ Mike ហ្នឹងគឺបកកែខាងស៊ើបអង្កេតអីអញ្ចឹងទៅចំណែក Emma វិញគឺគាត់បកកែខាងបច្ចេកវិទ្យាទំនើបវិញអញ្ចឹងណានៅពេលហ្នឹងពួកគេទាំងពីរនេះបានជាសំណួរមួយចំនួនហ្នឹងទៅទៅនឹងហេតុការណ៍ហ្នឹងឯងទៅកាន់ Logan ប៉ុន្តែពេលហ្នឹងគឺ Logan អត់បាននិយាយប្រាប់អីទៅកាន់ពួកគេទាំងពីរនាក់នោះទេហើយគាត់ក៏បានរត់ចេញពីមន្ទីរពេទ្យទៅអង្គុយនៅខាងលើបាត់ទៅពេលដែលកំពុងតែអង្គុយសង្ស័យម្នាក់ឯង Logan បាននឹកដល់ប្រពន្ធរបស់គាត់ទៀតហើយគាត់និយាយបន្ទោសខ្លួនឯងថាគាត់ពិតជាអត់មានសមត្ថភាពជួយទៅកាន់ប្រពន្ធរបស់គាត់ពិតមែនតែគាត់ពិតជាសោកស្ដាយខ្លាំងមែនទែនដែលនាំនាងឲ្យស្លាប់ជាមួយនឹងគាត់នឹងឯងនៅម្លងពេលអង្គុយសុកៗពេលនោះស្រាប់តែមាននិនចាគឺបានដេញមកសម្រាប់ Logan ម្ដងទៀតហើយប៉ុន្តែម្ដងនេះបូករួមជាមួយនឹងគំនុំគឺធ្វើឲ្យ Logan ខ្លាំងខុសពីធម្មតាគាត់បានប្រើក្បាច់ដាវដ៏សាហាវរបស់គាត់នឹងកាប់ទៅលើពួកនិនចាទាំងអស់ហ្នឹងគឺមិនដល់ដៃនោះទេដែលធ្វើឲ្យនិនចាទាំងអស់នោះគឺត្រូវស្លាប់ទាំងអស់ហ្នឹងឯងទោះបីជាពួកគេមានគ្នាច្រើនក៏ដោយប៉ុន្តែទឹកដៃរបស់ពួកគេគឺនៅកាកខ្លាំងណាស់គឺមិនអាចយកឈ្នះជាមួយនឹង Logan បាននោះទេពេលដែល Logan បានសម្លាប់កូនចៅរបស់និនចានឹងទាំងអស់ហើយគាត់បានចុះតាមចរាយន្តនិងចេញមកក្រៅក៏បានជួបជាមួយនឹងមេក្រុមនិនចាវិញម្ដងបានហៅ Logan ថា Hagen ក៏ប៉ុន្តែ Logan គាត់ក៏បានដូចឈ្មោះខ្លួនឯងដែរដូរពី Hagen មក Logan អីអញ្ចឹងទៅតែ Logan គឺអត់បាននិយាយច្រើនជាមួយនឹងមេក្រុមនិនចានោះទេគាត់បានប្រើក្បាច់ដាវរបស់គាត់ហ្នឹងគឺកាប់ទៅលើនិនចាដែលជាមេក្រុមនោះរហូតដល់ស្លាប់ដូចគ្នាហើយនៅពេលនោះអ្វីដែលយើងដឹងទៀតគឺ Logan គឺគាត់ចេះវិជាចំណាយថែមទៀតផងដែលគាត់អាចបដូរមុខមាត់របស់ខ្លួនឯងហ្នឹងឯងដែលមុខមាត់របស់គាត់នៅពេលបច្ចុប្បន្ននេះគឺមិនមែនជាមុខមាត់ពិតនោះទេគ្រាន់តែជាអ្វីដែល Logan គាត់ខ្លាចបន្លំតែប៉ុណ្ណោះបន្ទាប់ពីសម្រាប់ពួកនិនចាទាំងអស់នោះហើយ Logan បានត្រឡប់ទៅផ្ទះរបស់គាត់វិញនឹងការយកហឹបមួយលើកឡើងមកតែនៅពេលដែលគាត់បើកហឹបនឹងមកគឺមានឃើញអាវុធនិនចាជាច្រើននៅក្នុងនោះក៏មានដាវកាតាណាដ៏មុតស្រួចផងដែរជាមួយនឹងរបាំងមុខនិនចាដ៏កាចនឹងឯងនៅពេលដែលគាត់បានលើកយកដាវនឹងមកគាត់បាននិយាយក្នុងចិត្តថាគាត់ពិតជាសុំទោសទៅកាន់ប្រពន្ធរបស់គាត់ពិតមែនដែលគាត់បានក្បត់ពាក្យសន្យាថាគាត់នឹងឈប់សម្លាប់មនុស្សទៀតហើយប៉ុន្តែពេលនេះគឺគាត់បានក្បត់នឹងពាក្យសន្យាដោយសារតែគំនុំរបស់គាត់នឹងឯងបន្ទាប់ពីនោះ Logan បាននឹកសម័យទៅដល់រឿងអតីតកាលដែលជាទង្វើល្អៗជាមួយគាត់នឹងប្រពន្ធកូនរបស់គាត់នឹងឯងគាត់ក៏បានយកភ្លើងដុតផ្ទះរបស់គាត់និងបានដើរចេញមកពោពេញទៅដោយកំហឹងនិងនិយាយថាពេលនេះនិនចាក៏មួយគឺបានត្រឡប់មកវិញហើយនៅឈុតបន្ទាប់យើងឃើញថា Logan គឺត្រូវបានលោកតាចាស់ម្នាក់កំពុងតែព្យាបាលឲ្យគាត់ដែលលោកតាម្នាក់នឹងផងដែរគឺគាត់មានឈ្មោះថា Jason នឹងឯងហើយលោកតានិង Jason គឺស្គាល់គ្នាតាំងតែពី Logan គឺនៅប៉និនចាឯណោះតែសាច់រឿងគេមិនបាននិយាយស៊ីជម្រៅអំពីការស្គាល់គ្នារបស់ពួកគេនោះទេប៉ុន្តែសាច់រឿងគឺគេបាននិយាយឲ្យយើងដឹងថាលោកតា Jason គឺប្រវត្តិរបស់គាត់មិនធម្មតានោះទេដែលអតីតកាលរបស់គាត់គឺជាអ្នកវិទ្យាសាស្ត្រដ៏អស្ចារ្យម្នាក់ផងដែរក្នុងអំឡុងពេលដែលគាត់កំពុងតែព្យាបាលឲ្យទៅកាន់ Logan គាត់ក៏បាននិយាយរឿងមួយចំនួនផងដែរដែលនិយាយថា Logan គឺពិតជាអស្ចារ្យមែនតើបើតាមរបួសស្នាមដែលនៅលើខ្លួនរបស់ Logan បើសិនជាមនុស្សធម្មតាវិញប្រកាសជាស្លាប់បាត់បង់ជីវិតជាមិនខាននោះឡើយនៅពេលនោះលោកតា Jason ក៏បាននិយាយណែនាំទៅកាន់ Logan ដូចគ្នាថានៅពេលនេះក្រុមនិនចាទាំងនោះគឺមានបច្ចេកវិទ្យាទំនើបខ្លាំងណាស់មិនដូចជានិនចាបុរាណកាលពីដែល Logan នៅក្នុងបកនោះឡើយគាត់ក៏បានបន្តនិយាយទៅកាន់ Logan ទៀតថាបើចង់យកឈ្នះពួកនិនចាទាំងអស់នោះតើតើ Logan មានបច្ចេកវិទ្យាទំនើបដូចជាពួកគេនឹងឯងនឹងហើយបន្ទាប់ពី Logan បានលើពាក្យសម្ដីទាំងអស់នេះគាត់ក៏ចាប់អារម្មណ៍ផងដែរនិងបានសួរទៅកាន់លោកតាវិញថាតើមានវិធីអ្វីអាចជួយឲ្យគេនឹងគឺខ្លាំងបានដែរឬអត់លោកតាអត់បាននិយាយទេហើយបន្តមកសាច់រឿងក៏គេមិនបាននិយាយអ្វីតទៀតដែរគេក៏បានកាត់ទៅឈុតមួយតែពេលនោះយើងឃើញថា Logan កំពុងតែធ្វើទរណកម្មទៅលើនិនចាម្នាក់ដែលគាត់ចាប់បានពេលនោះគាត់បានព្យាយាមសួរពីទីតាំងរបស់និនចានឹងឯងប៉ុន្តែដោយដែលដឹងអញ្ចឹងថាមនុស្សនៅក្នុងបកពួកគ្រួសារនិនចានេះគឺមិនចេះតែនិយាយសារភាពប្រេះប្រាស់នោះទេមិនថែមតែប៉ុណ្ណោះនិនចាម្នាក់នោះបាននិយាយឌឺដងទៅកាន់ Logan ថែមទៀតផងដែលបាននិយាយថាឲ្យ Logan នឹងសម្លាប់គាត់មកនិងបាននិយាយបញ្ឈឺនៅពេលដែលក្រុមនិនចាទាំងនោះសម្លាប់ទៅលើប្រពន្ធនិងកូនរបស់គាត់ទៀតផងដោយសារតែ Logan អត់ទ្រាំនឹងពាក្យសម្ដីបែបនេះមិនបានគាត់ក៏បានដុតនិនចានោះទាំងរស់នឹងឯងជាមួយនឹងទឹកមុខដ៏ខូខើបំផុតហើយរឿងបន្ទាប់គេក៏លេងទៅកាន់ Mike វិញម្ដងដែលពេលនេះមេរបស់គាត់ដែលមានឈ្មោះថា Joseph ដោយសារតែទទួលរងឥទ្ធិពលពីក្រុមហ៊ុន USA ដែលនៅពីក្រោយភាពខ្មៅងងឹតរបស់ពួកគេកន្លែងនេះខ្ញុំសូមនិយាយបញ្យល់អំពីក្រុមហ៊ុន USA នឹងទីក្រុមហ៊ុន USA នឹងគឺជាក្រុមហ៊ុនវិទ្យាខ្ពស់ខ្លាំងមែនទែននិងមានអំណាចថែមទៀតផងដោយសារតែ Joseph គឺត្រូវបានទទួលរងឥទ្ធិពលនិងជាជនក្បត់ផងនោះគាត់បានព្យាយាមឲ្យ Mike បំបត្តិរឿងនោះចោលទៅនិងចាត់ទុកថារឿងនេះគ្រាន់តែជាការធ្លីធំកែប៉ុណ្ណោះចំពោះករណីដែលស្លាប់រង្គាលនៅក្នុងមន្ទីរពេទ្យនោះឯងហើយខ្ញុំសូមប្រាប់អ្នកទាំងគ្នាមួយទៀតក្រុមហ៊ុន USA នឹងគឺជាអតីតក្រុមហ៊ុនចាស់របស់លោកតា Jason ដែលពេលហ្នឹងគឺគាត់ធ្វើជាអ្នកវិទ្យាសាស្ត្រនៅក្នុងក្រុមហ៊ុននោះឯងមិនថែមទាំងប៉ុណ្ណោះក្រុមហ៊ុន USA ក៏ជាអ្នកផ្គត់ផ្គង់សម្ភារៈទំនើបទៅឲ្យបព្វពួកនិនចាទាំងនោះផង
ផងដែរនៅពេលនោះម៉ៃបានព្យាយាមប្រកែកនិងបាននិយាយថាគាត់ឃើញផ្ទាល់ភ្នែកយ៉ាងច្បាស់ណាស់ថានោះគឺមិនមែនឧបទ្ទវហេតុធម្មតានោះទេគឺកើតឡើងពីនឹងអំពើឃាតកម្មនឹងឯងប៉ុន្តែមេរបស់ម៉ៃដែលយូសេហ្វអត់បាននិយាយវែងឆ្ងាយនោះទេថែមទាំងបានគំរាមទៅកាន់ម៉ៃផងដែរថាម៉ៃមិនខ្លាចបាត់បង់ការងារទេឬថែមទាំងមិនបារម្ភពីសុវត្ថិភាពរបស់គ្រួសាររបស់គាត់ឬអត់ម៉ៃអត់មានពាក្យអីនិយាយតវ៉ានោះទេគាត់បានដើរចេញទាំងទឹកមុខមិនអាចទទួលយកបាននឹងឯងនៅពេលដែលដើរចេញមកក្រៅម៉ៃក៏បានទៅស៊ីសួរជាមួយនឹងអេម៉ាផងដែរដោយបាននិយាយអំពីអ្វីដែលគាត់បានជួបបាញ់នឹងឯងនៅពេលនោះអេម៉ាក៏បាននិយាយទៅគ្នាថាក្រុមហ៊ុនអ៊ូសានោះគឺមានឥទ្ធិពលខ្លាំងណាស់ពួកគេគឺមិនអាចធ្វើអ្វីបាននោះទេផ្លូវដែលពួកគេអាចធ្វើបានតែមួយគត់គឺធ្វើរឿងនេះដល់ខ្លួនឯងដោយមិនឲ្យថ្នាក់លើរបស់ពួកគេនោះដឹងឡើយម៉ៃក៏ចង់ដោះស្រាយរឿងក្តីនេះដែរនិងរកយុត្តិធម៌ឲ្យមនុស្សដែលរងគ្រោះគាត់ក៏បានយល់ព្រមជាមួយនឹងអេម៉ារួចក៏ធ្វើការនេះដោយស្ងាត់ៗនឹងឯងនៅពេលនេះយើងងាកទៅមើលទៅកាន់ឡូកែនវិញម្ដងនៅពេលនេះគាត់បានកំពុងតែរៀបចំខ្លួននិងបានជិះម៉ូតូចេញទៅក្រៅដែលយើងអត់ដឹងថាគាត់ទៅណានោះទេប៉ុន្តែគេក៏បានលេយើងឃើញថាឡូកែនបានចូលទៅផឹកសានៅក្នុងបារមួយកន្លែងនឹងឯងនៅពេលដែលចូលទៅដល់ទីនោះឡូកែនក៏អត់បានសុខដែរដោយសារតែពេលនោះមានប៉ូលីស2នាក់ដែលចូលមករញ៉េរញ៉ៃនៅទីនោះខ្លាំងមែនតើដែលយើងមើលទៅគឺអត់មានច្បាប់ទម្លាប់អីសោះតែម្ដងនៅពេលនោះប៉ូលីស2នាក់ហ្នឹងក៏បានរករឿងទៅកាន់ឡូកែននឹងឯងហើយសួរទៅកាន់ឡូកែនច្រើនមែនតើប៉ុន្តែឡូកែនគឺអត់បានតមកជាមួយនឹងប៉ូលីសនោះទេបន្ទាប់ពីទទួលបានការរំខានឡូកែនក៏សម្រេចចិត្តថាចាក់ចែងអំពីបាននោះប៉ុន្តែប៉ូលីសទាំងពីរហ្នឹងដោយសារតែគិតថាឡូកែនឆ្លើយពេកក៏បានចង់សាកទឹកដៃជាមួយនឹងឡូកែនប៉ុន្តែមិននឹកស្មានឡូកែនគឺអាចកញ្ចប់ពីអ្នកនោះបានយ៉ាងងាយស្រួលនឹងឯងហើយក៏បានដើរចេញមកក្រៅនិងទាញយកម៉ូតូរបស់គាត់ប៉ុន្តែនៅពេលនោះមុននឹងចាក់ចេញឡូកែនបានកលេចទៅឃើញឡានប៉ូលីសគាត់ក៏បាននឹកឃើញទៅដល់ម៉ៃនិងទាញយកនាមប័ណ្ណមួយដែលប៉ូលីសម៉ៃហ្នឹងគឺបានទុកឲ្យគាត់កាលពីភាគមួយនឹងឯងចូលបន្តលេងទៅកាន់ម៉ៃនិងអេម៉ាវិញម្ដងដែលពេលនេះគឺពួកគេកំពុងតែនិយាយជជែកគ្នាអំពីបច្ចេកវិទ្យា VR ដែលអេម៉ាកំពុងតែលេងនឹងឯងកំពុងតែជជែកគ្នាសុកៗពេលនោះម៉ៃក៏បានទទួលទូរស័ព្ទពីនរណាគេម្នាក់ពេលដែលម៉ៃលើកនិយាយយើងក៏បានដឹងថាអ្នកដែលតាក់ទងមកកាន់ម៉ៃនោះគឺជាឡូកែននឹងឯងពេលនេះគឺគាត់មានចំណើយខ្លះៗដែលចង់ឲ្យទៅកាន់ម៉ៃនឹងឯងនៅពេលហ្នឹងគឺអេម៉ាព្យាយាមស្វែងរកទីតាំងរបស់ម៉ៃដែលកំពុងនៅនាពេលបច្ចុប្បន្នតាមរយៈទូរស័ព្ទហ្នឹងប៉ុន្តែដោយសារតែឡូកែនគាត់ដឹងខ្លួននិងបានបំផ្លាញទូរស័ព្ទនោះចោលនៅពេលហើយគាត់ក៏បានតាក់ទងទៅកាន់ម៉ៃម្ដងទៀតដោយបាននិយាយថាមិនបែបព្យាយាមរកទីតាំងរបស់គាត់នោះទេហើយបានប្រាប់ទៅកាន់ម៉ៃផងដែរថាបើសិនជាចង់ដឹងអ្វីពីគាត់គឺឲ្យម៉ៃទៅជួបខ្លួននៅកន្លែងមួយហ្នឹងឯងបន្ទាប់ពីនិយាយបែបហ្នឹងហើយឡូកែនក៏បានដាក់ទូរស័ព្ទចុះចំណែកសាច់រឿងភាគ2វិញហ្នឹងក៏ចប់ទៅតាមហ្នឹងដែរចឹងខ្ញុំសូមជម្រាបអ្នកគ្នាកុំភ្លេច Subscribe Channel ខ្ញុំអ្នកមួយផងហើយពីខ្ញុំមានតែប៉ុណ្្នឹងទេសូមអរគុណ